ជំរាបសួរបងប្អូនសិស្សនុសិស្សថ្ងៃនេះយើងជួបគ្នានៅក្នុងវិធីហៅឈ្មោះ Aster មានរូបមន្តទូទៅ Air សម្ព័ន្ធ CO Air Prim ផ្នែក Air CO បានមកពីអាស៊ីដកាបូស៊ីលេកឯផ្នែក Air Prim បានមកពីអាល់កុលអញ្ចឹង Aster បានមកពីអាស៊ីដកាបូស៊ីលេកផ្សំគ្នាមកអាល់កុលដូចនេះការហៅឈ្មោះរបស់ Aster ក៏មានពីរដំណាក់កាលដែរដោយសារវាផ្សំឡើងដោយសមាសធាតុពីរអញ្ចឹងទី1យើងហៅ radical Air Prim ដែលបានមកពីអាល់កុលមុនបន្ទាប់មកបានយើងហៅ Air COO ដែលបានមកពីអាស៊ីតហើយយើងហៅនោះហៅដោយអាស៊ីតប៉ុន្តែលុបពីអាស៊ីតហើយបដូរបច្ចុប្បន្នពី OH ទៅជា OR ឧទាហរណ៍ហើយឈ្មោះ ester ខាងក្រោមអញ្ចឹងទី1 ester ដែលមានរូបមន្តចេះ5សម្ព័ន្ធ COO សម្ព័ន្ធ CH2 សម្ព័ន្ធ CH3 អញ្ចឹងយើងគិតមើលកន្លែងណាដែលបង្កឡើងដោយអាល់កុលគឺ CH2 CH3 កាបូន2នៅខាងស្ដាំនេះគឺជា radical air prim ដែលបានមកពីអាល់កុលអញ្ចឹងយើងហៅវាមុនអញ្ចឹង CH2 CH3 នេះមានឈ្មោះថា ethyl អញ្ចឹងយើងទៅសេ ethyl មុនហើយបានយើងងាកមកខ្សែដែលបានមកពីអាស៊ីតខ្សែដែលបានមកពីអាស៊ីតគឺ HCOO បើសិនជាវានៅជាអាស៊ីតហ្នឹងគឺអាស៊ីតមេតាណូអិកអញ្ចឹងដល់ពេលទៅជាអេស្ទែគឺមេតាណូអាតអញ្ចឹងឈ្មោះរបស់អេស្ទែទាំងមូលនេះគឺអេទីលមេតាណូអាតយើងទៅសេអេព្រីមមុនណាអេទីលអញ្ចឹងទៅសេមុនហើយបានមេតាណូអាតជាក្រោយយើងហៅម្យ៉ាងទៀតអេទីលហ្វម៉ាតអញ្ចឹងយើងហៅមេតាណូអាតក៏បានហៅហ្វម៉ាតក៏បានឧទាហរណ៍ទី2អញ្ចឹងអេស្ទែដែលមានរូបមន្តបែបនេះអញ្ចឹងយើងមើលមកកង់ណាដែលជា Air Prim Air Prim គឺគិតថាខាងស្ដាំ O នេះទៅ CH2 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 CH3 អញ្ចឹងខ្សែកាបូន4នេះគឺជា radical Air Prim អញ្ចឹងយើងត្រូវហៅមុនមកកណាត់នេះក៏បានមកពីអាល់កុលអញ្ចឹងយើងហៅវាមុនមកកាបូន4ហ្នឹងឈ្មោះថាបុយទីលចំណែកមកកង់ដែលបានមកពីអាស៊ីតនេះគឺ CH3 COO នេះគឺបានមកពីអាស៊ីត A តាណូអិកអញ្ចឹងទៅជា A ស្ទះយើងហៅថា A តាណូអាតអញ្ចឹងឈ្មោះ A ស្ទះទាំងមូលនេះគឺឈ្មោះបុយទីល A តាណូអាតបុយទីលអាសេតាតយើងហៅ A តាណូអាតក៏បានឬក៏អាសេតាក៏បានដូចអាស៊ីតដែរអាស៊ីតបើសិនជាវានៅជាអាស៊ីត CH3COO ហាឈ្មោះវាអេតាណូអិកឬក៏អាសេតិកអញ្ចឹងទៅជាអេស្ទែអេតាណូអាតឬក៏អាសេតាឧទាហរណ៍ទី3ឧទាហរណ៍ទី3បែបនេះគឺមើល radical air prim គឺ CH ផ្នែក CH3 ហើយ CH3 អញ្ចឹងម្ដុំនេះគឺបានមកពី air prim អញ្ចឹងយើងត្រូវហៅមុនហើយមកកណាត់ត្រឹម CH3 មកដល់ COO នេះគឺបានមកពីអាស៊ីតយើងហៅក្រោយអញ្ចឹងយើងហៅមុនយើងគិតមើលយើងត្រូវហៅផ្នែកមុនផ្នែកនេះហៅឈ្មោះថាមេទីលហើយ CH CH3 នេះខ្សែកាបូនវាមាន2យើងហៅថាមកកង់នេះមាន2ណាចឹង A ទីលចឹងឈ្មោះវាមេទីល A ទីលចឹងដាក់មេទីលមុនបានដាក់ A ទីលហើយបានយើងហៅខ្សែដែលបានមកពីអាស៊ីតនេះគឺកាបូន3ប្រូប៉ាណូអាតចឹងអេស្ទែទាំងមូលនេះឈ្មោះវាមេទីល A ទីលប្រូប៉ាណូអាតឬក៏យើងហៅម្យ៉ាងទៀតអ៊ីសូប្រូពីលប្រូប៉ាណូអាតអ៊ីសូប្រូពីលគឺរ៉ាឌីកាល់ម្ដុំនេះរាងវាគឺសម្ព័ន្ធ CH ដល់ខ្នែង CH3 ហើយបានខ្នែងវាមិនខ្នែងទេខ្សែវាទៅមុខទៀតអញ្ចឹងរាងវាជា3បែបនេះដល់បែបនេះគេហៅថាអ៊ីសូប្រូពីលហើយអាស៊ីតដែលមានកាបូន3នេះគឺប្រូប៉ាណូអាតអញ្ចឹងឈ្មោះវាអ៊ីសូប្រូពីលប្រូប៉ាណូអាតចូលឧទាហរណ៍ទី4មានផ្នែកខាងខ្សែ Air ផងមានខាង Air Prim ផង
អញ្ចឹងកាលណាវាវែងអញ្ចឹងខ្សែវាវែងមានខ្នែងច្រើនអញ្ចឹងយើងត្រូវបង់លេខនៅក្នុងម៉ូលេគុលអេស្ទែកាបូនទី1មាន2កាបូនលេខ1គឺជាកាបូន COO ដែលមកពីខាងអាស៊ីតដាក់លេខ1កន្លែង COO នឹងមកហើយមកលេខ2ខាងនេះបានលេខ3លេខ4នឹងខាងអាស៊ីតយើងបង់លេខបែបនេះកាបូនលេខ1មួយទៀតខាងអាល់កុលគឺកាបូននេះគឺកាបូនទី1ហើយកាបូនទី2កាបូនទី3អញ្ចឹងយើងចែកជាពីរមកយើងហៅកន្លែងនេះមុនហៅ air prim នេះមុនយើងត្រូវហៅផ្នែកមុនទៀតផ្នែកនេះឈ្មោះវាមេទីលដុះនៅលេខ2ជាងហៅផ្នែកមុនយើងដាក់មក2មេទីលហើយបានយើងហៅខ្សែរបស់វាដែលមានកាបូន3នេះដែលជាខ្សែមេមួយតំណាងឲ្យ air prim នេះខ្សែវា3ប្រូពីលយើងដាក់ប្រូពីលមកហើយបានយើងងាកមកខាងអាស៊ីតខាងអាស៊ីតមានផ្នែកមួយនេះផ្នែកដល់លេខ3ចឹងដាក់ថា3មេទីលនេះ3មេទីលហើយខ្សែមេរបស់អាស៊ីតនេះមានកាបូន4 4ហ្នឹងគឺបុយតាណូអាតចឹងបែបនេះអញ្ចឹងអេស្ទែមួយខ្សែនេះមានឈ្មោះវែងបែបនេះគឺ2មេទីលប្រូពីល3មេទីលបុយតាណូអាតបើសិនជាមានអេស្ទែដែលមានកាបូនវែងជាងហ្នឹងសាំញ៉ាំជាងហ្នឹងបងអូនធ្វើវិធីតាមអ្នកគ្រូគឺយើងចុះលេខរៀងចឹងមកហើយយើងហៅផ្នែកមុនតាមលំដាប់លំដោយហ្នឹងបងអូននឹងអត់ច្រឡំចឹងអរគុណបងប្អូនជួបគ្នាក្នុងមេរៀនក្រោយ